ជំរាបសួរនាងខ្ញុំចង់សុផលពី Accounting for Cambodian សម្រាប់វេលាថ្ងៃនេះផងដែរនាងខ្ញុំបានរៀបចំនៅคลิปវីដេអូថ្មីមួយទៀតដើម្បីចែកជូនទៅកាន់បងប្អូននិងបណ្ដាបងប្អូនទាំងអស់ទុកជាចំណេះដឹងបន្ថែមវីដេអូដែលនាងខ្ញុំធ្វើចែករំលែកជូននៅក្នុងវេលាថ្ងៃនេះគឺតាក់ទងទៅជាមួយនឹងគណនីបំណុលជាទូទៅឲ្យតែយើងនិយាយពីបំណុលគឺមានអារម្មណ៍ថាខ្លាចរអាចានៅក្នុងជីវភាពនៃការរស់នៅក៏ដោយនៅក្នុងដំណើរការអាជីវកម្មរបស់យើងក៏ដោយប៉ុន្តែនៅទីនេះយើងមិនអាចជៀសផុតទៅលើគណនីបំណុលនេះបានទេដោយសារតែនៅក្នុងប្រតិបត្តិការអាជីវកម្មឬក៏នៅក្នុងជីវភាពនៃការរស់នៅវាតែងតែកើតមានឡើងអញ្ចឹងយើងសួរថាតើយើងគួរតែប្រើប្រាស់និងគ្រប់គ្រងទៅលើបំណុលបែបណាដើម្បីឲ្យយើងទទួលបាននៅប្រសិទ្ធភាពនៃការប្រើប្រាស់បំណុលនោះហើយក៏ដូចជាធ្វើឲ្យអាជីវកម្មរបស់យើងទទួលបាននៅនិរន្តរភាពនិងភាពរីកចម្រើនទៅមុខអញ្ចឹងនៅក្នុងវេលាថ្ងៃនេះនាងខ្ញុំនឹងបង្ហាញជូនជាទូទៅនៅក្នុងសហគ្រាសឬក៏នៅក្នុងដំណើរការជាអាជីវកម្មយើងកើតមានឡើងទៅលើបំណុលតាមរូបភាពច្រើនប្រភេទឧទាហរណ៍ទី1តកតងទៅជាមួយនឹងបំណុលដែលកើតមានឡើងដោយសារតែកម្ចីចាអញ្ចឹងដើម្បីឲ្យអាជីវកម្មរបស់យើងរីកចម្រើនឬក៏ដើម្បីឲ្យយើងមានទុនបន្ថែមទៀតនៅក្នុងការដែលដំណើរការអាជីវកម្មយើងក៏ទៅខ្ចីបំណុលគេយកមកអញ្ចឹងនៅក្នុងនេះវាធ្វើឲ្យមានបំណុលកើតមានឡើងទី2គឺនៅពេលដែលយើងដំណើរការអាជីវកម្មយើងទទួលបាននៅលុយកក់ពីអតិថិជនមុនចាគាត់យកលុយមកកក់អញ្ចឹងយើងមិនទាន់បានបំពេញសេវាកម្មឬក៏មិនទាន់បានលក់ទំនិញឲ្យគាត់ក៏នៅតែជាកណនីបំណុលដដែលដែលក្រុមហ៊ុនត្រូវតែផ្ដល់ជូនអតិថិជននៅពេលក្រោយបំណុលដែលកើតមានឡើងតាមរយៈការទិញទំនិញដោយជំពាក់មានន័យថាក្រុមហ៊ុនរបស់យើងទិញទំនិញពីអ្នកផ្គត់ផ្គង់ប៉ុន្តែនៅមិនទាន់បានទូទាត់អញ្ចឹងក៏ជាកណនីបំណុលមួយដែរហើយនៅក្នុងរូបភាពខ្លះទៀតបំណុលកើតមានឡើងតាមរយៈខ្ទង់ចំណាយដែលសហគ្រាសកើតមានឡើងមានន័យថាអ្នកផ្គត់ផ្គង់បានផ្ដល់នៅសេវាកម្មឲ្យយើងរួចរាល់ហើយនៅក្នុងក្រីបរិច្ឆេទឬក៏នៅក្នុងគ្រាហ្នឹងប៉ុន្តែក្រុមហ៊ុនរបស់យើងនៅមិនទាន់បានទូទាត់ប្រាក់ជូនទៅអ្នកផ្គត់ផ្គង់នៅឡើយហ្នឹងក៏កើតឡើងនៅបំណុលដែរបំណុលខ្លះមានការប្រាក់បំណុលខ្លះមិនមានការប្រាក់ទេទោះបីជាបំណុលមានការប្រាក់ក៏ដោយមិនមានការប្រាក់ក៏ដោយនៅក្នុងលក្ខខណ្ឌនេះគឺយើងត្រូវតែគ្រប់គ្រងនិងប្រើប្រាស់ឲ្យបានល្អប្រសើរទៅលើគណនីបំណុលចានៅក្នុងនេះផងដែរសម្រាប់ជាការបង្ហាញរបស់នាងខ្ញុំចង់បញ្ជាក់ជូនថារាល់បំណុលដែលកើតមានឡើងទាំងអស់នៅក្នុងដំណើរការអាជីវកម្មឬក៏របស់សហគ្រាសឬក៏នៅក្នុងជីវភាពនៃការរស់នៅរបស់យើងបំណុលគឺជាការធ្វើឲ្យកើនឡើងនៅទ្រព្យមានន័យថានៅពេលណាដែលយើងខ្ចីបំណុលគេមកគឺធ្វើឲ្យទ្រព្យរបស់យើងកើនប៉ុន្តែបំណុលមិនមែនជាចំណូលទេបើសិនជាបំណុលមិនមែនជាចំណូលសូមកុំប្រើប្រាស់បំណុលឬក៏ចាយវាយបំណុលដោយគ្មានលក្ខខណ្ឌច្បាស់លាស់នោះនឹងធ្វើឲ្យយើងមានហានិភ័យនៅក្នុងនេះផងដែរហេតុអ្វីបានជាខ្ញុំនិយាយថាបំណុលគឺជាទ្រព្យនៅពេលដែលយើងទៅខ្ចីបំណុលគេយកមកពេលដែលម្ចាស់បំណុលឲ្យហិរញ្ញវត្ថុមកឲ្យយើងប្រើឬក៏ឲ្យលុយមកឲ្យយើងមានន័យថាម្ចាស់បំណុលបានផ្ដល់សិទ្ធិនៅក្នុងការប្រើប្រាស់លុយនេះឲ្យមកកាន់យើងដែលជាអ្នកខ្ចីហើយអញ្ចឹងយើងដែលជាអ្នកខ្ចីបានលុយនោះមកអញ្ចឹងលុយនោះគឺជាទ្រព្យរបស់យើងហើយប៉ុន្តែគ្រាន់តែថាទ្រព្យនោះជាបំណុលទេនៅពេលដែលទ្រព្យនោះជាបំណុលត្រូវតែប្រកាសឲ្យបានថាប្រើប្រាស់ទ្រព្យនោះដើម្បីបង្កើនជាចំណូលមិនមែនបំណុលជាចំណូលទេបំណុលជាទ្រព្យតែមិនមែនជាចំណូលក្នុងលក្ខខណ្ឌដែលយើងប្រើប្រាស់បំណុលដើម្បីទាញយកចំណូលនោះទើបយើងអាចយកចំណូលនោះមកចាយវាយបានឬក៏ចំណាយបានប៉ុន្តែបើសិនជាយើងយកបំណុលនោះមកចំណាយនោះក្រុមហ៊ុនរបស់យើងនឹងមានហានិភ័យប៉ុន្តែនៅក្នុងរូបភាពខ្លះបំណុលដែលកើតមានឡើងក៏ជាចំណាយផងដែរដូចខ្ញុំបញ្ជាក់ពីខាងដើមថាចំណាយដែលកើតមានឡើងតាមរយៈការផ្ដល់សេវាកម្មរបស់សហគ្រាសផ្សេងមកកាន់យើងដែលខណៈពេលយើងមិនទាន់បានទូទាត់នោះក៏ជាបំណុលដែរហើយបំណុលនៅទីនេះគឺជាបំណុលដែលធ្វើឲ្យទុនរបស់យើងថយដោយសារតែវាមានចំណាយកើតមានឡើងប៉ុន្តែបំណុលនៅក្នុងនេះមិនមែនជាទ្រព្យសម្បត្តិទេតែបំណុលដែលជាទ្រព្យសម្បត្តិដូចជាបំណុលដែលយើងខ្ចីបំណុលដែលយើងទិញទំនិញដោយជំពាក់បំណុលដែលអតិថិជនយកលុយមកកក់សម្រាប់ការផ្ដល់សេវាកម្មឬក៏ការលក់ទំនិញរបស់យើងជូនគាត់នៅពេលក្រោយក្នុងរូបភាពនេះបំណុលទាំងនេះគឺធ្វើឲ្យយើងកើនឡើងនៅទ្រព្យប៉ុន្តែមិនមែនជាចំណូលចាអញ្ចឹងយើងត្រូវប្រើប្រាស់នៅបំណុលនេះដើម្បីទាញឲ្យបានជាចំណូលត្រឡប់មកវិញ
បន្តិចទៀតនេះនាងខ្ញុំនឹងបង្ហាញជូនថាតើហេតុអ្វីបានជាយើងនិយាយថាបំណុលគឺជាទ្រព្យហើយហេតុអ្វីបានជាចំណាយមួយចំនួនคล้ายទៅជាបំណុលហើយហេតុអ្វីបានជាបំណុលមិនមែនជាចំណូលចាអញ្ចឹងនៅក្នុងនេះផងដែរនាងខ្ញុំនឹងបង្ហាញជូនតាក់ទងទៅជាមួយនឹងប្រតិបត្តិការដែលកើតមានឡើងក្នុងដំណើរការអាជីវកម្មដែលជារូបភាពនៃគណនីបំណុលចាដោយនាងខ្ញុំបានបង្ហាញជូនករណីមុននឹងអមាញ់មិញអញ្ចឹងថាតាក់ទងទៅជាមួយនឹងគណនីបំណុលគឺកើតឡើងនៅក្នុងរូបភាពដែលខ្ចីកើតឡើងនៅក្នុងរូបភាពដែលយើងទិញទំនិញដោយជំពាក់កើតឡើងនៅក្នុងរូបភាពដែលយើងបានទទួលលុយកក់និងកើតឡើងនៅក្នុងរូបភាពដែលយើងមានខ្ទង់ចំណាយប៉ុន្តែក្រុមហ៊ុននៅមិនទាន់ទូទាត់អញ្ចឹងសួរថាតើនៅក្នុងនេះយើងធ្វើម៉េចបានដឹងឲ្យពិតប្រាកដថាតើគណនីបំណុលកើតឡើងនៅក្នុងរូបភាពបែបហ្នឹងហើយខ្ញុំក៏បានបញ្ជាក់ផងដែរថាគណនីបំណុលមិនមែនជាចំណូលទេតែគណនីបំណុលគឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននៅក្នុងនេះខ្ញុំបង្ហាញជាសមីការគណនីនៅក្នុងសមីការគណនីគឺទ្រព្យសម្បត្តិឬក៏ទ្រព្យសកម្មរបស់ក្រុមហ៊ុនមានប្រភព2ប្រភពទី1ដែលយើងហៅថាប្រភពចម្បងគឺជាប្រភពដែលបានមកពីទុនរបស់ម្ចាស់ឬក៏យើងហៅថាទ្រព្យរបស់ម្ចាស់ប្រភពទី2ដែលធ្វើឲ្យសហគ្រាសឬក៏ក្រុមហ៊ុនកើននៅទ្រព្យដែរគឺបំណុលអញ្ចឹងនៅក្នុងនេះតកតងទៅជាមួយនឹងសមីការនេះគឺទ្រព្យសម្បត្តិឬក៏ទ្រព្យសកម្មដែលក្រុមហ៊ុនទទួលបានមានប្រភពពីបំណុលមានប្រភពពីទុនរបស់ម្ចាស់នៅក្នុងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដែលមានដូចជាសាច់ប្រាក់មានដូចជាគណនីត្រូវទាមានដូចជាប័ណ្ណត្រូវទាមានដូចជាសន្និធិមានដូចជាចំណាយបងមុនមានដូចជាសម្ភារៈផ្គត់ផ្គង់មានដូចជាដីអាគារបរិក្ខារប័ណ្ណត្រូវទារយៈពេលវែងឬក៏ការវិនិយោគផ្សេងនេះគឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអញ្ចឹងទ្រព្យទាំងអស់នេះដែលកើតមានឡើងគឺបានមកពីការដែលបំណុលដែលយើងខ្ចីអញ្ចឹងមានបំណុលដែលយើងខ្ចីមានបំណុលរយៈពេលខ្លីបំណុលរយៈពេលវែងខ្ញុំលើកឧទាហរណ៍ថាតើទ្រព្យកើនដោយសារបំណុលដូចម្ដេចឧទាហរណ៍ទៅលើគណនីត្រូវសងគេហៅថាជា account payable នៅពេលដែលយើងទិញទំនិញដោយជំពាក់អញ្ចឹងយើងបានទំនិញមកហើយទំនិញនេះគឺជាទ្រព្យអញ្ចឹងយើងបានទំនិញមកបំណុលរបស់យើងក៏កើនឡើងដែរអញ្ចឹងទ្រព្យកើនបំណុលកើនទ្រព្យកើនបំណុលកើននៅពេលដែលយើងទិញដីដោយជំពាក់អញ្ចឹងមានន័យថាយើងបានដីនឹងមកជាទ្រព្យរបស់យើងប៉ុន្តែជាបំណុលចាជាប័ណ្ណត្រូវសងអីជាដើមជាប័ណ្ណត្រូវសងរយៈពេលខ្លីឬជាប័ណ្ណត្រូវសងរយៈពេលវែងឬក៏ជាសញ្ញាប័ណ្ណបំណុលចាពេលខ្លះសាច់ប្រាក់របស់យើងបានមកក៏ជាការខ្ចីបំណុលរបស់គេដែរអញ្ចឹងវាធ្វើឲ្យទ្រព្យរបស់យើងកើនតែវាជាបំណុលទេអញ្ចឹងនៅក្នុងនេះគឺចង់បញ្ជាក់បែបហ្នឹងចឹងនៅក្នុងបំណុលមានបំណុលរយៈពេលខ្លីបំណុលរយៈពេលខ្លីរបស់ក្រុមហ៊ុនមានដូចជាគណនីត្រូវសងការប្រាក់ត្រូវសងប្រាក់ខែត្រូវសងប្រាក់ម៉ោងត្រូវសងភាគលាភត្រូវសងចំណូលមិនទាន់សម្រេចដូចខ្ញុំបញ្ជាក់ចំណូលមិនទាន់សម្រេចគឺចំណូលដែលយើងទទួលលុយកក់ពីអតិថិជននៅក្នុងខណៈពេលដែលយើងមិនទាន់បានបំពេញសេវាកម្មឬក៏លក់ទំនិញជូនគាត់ពន្ធត្រូវសងប័ណ្ណត្រូវសងចាហើយនៅក្នុងនេះយើងមានប័ណ្ណត្រូវសងរយៈពេលវែងគេហៅចាត់ទុកថាជាបំណុលរយៈពេលវែងយើងមានតាក់ទងទៅនឹងសញ្ញាប័ណ្ណបំណុលឬក៏យើងមានកម្ចីជាមួយនឹងធនាគារផ្សេងទៀតអញ្ចឹងនេះគឺជាបំណុលអញ្ចឹងបំណុលដែលកើនគឺធ្វើឲ្យទ្រព្យរបស់យើងកើនចានៅក្នុងលក្ខខណ្ឌខ្លះបំណុលកើនឡើងដោយសារចំណាយខ្ញុំឧទាហរណ៍ដូចជាចំណាយប្រាក់ខែដែលយើងអត់តន់ទូទាត់អញ្ចឹងនៅក្នុងគណនីចំណាយរបស់យើងមានចំណាយប្រាក់ខែយើងមានចំណាយប្រាក់ម៉ោងតែចំណាយទាំងអស់នេះអត់តន់ទូទាត់ឧទាហរណ៍អញ្ចឹងវាធ្វើឲ្យចំណាយនឹងកើនហើយបំណុលរបស់យើងក៏កើនឡើងដែរជា salary payable ឬក៏ជា wage payable អញ្ចឹងវាជា liability ចាអញ្ចឹងចំណាយកើនបំណុលក៏កើនតែនៅក្នុងរូបភាពខ្លះចំណាយខ្លះដែលយើងកើនឡើងយើងទូទាត់ប្រាក់អត់មានបំណុលទេចាអញ្ចឹងនៅទីនេះគឺចំណាយកើនបំណុលកើនដោយសារតែយើងអត់តន់ទូទាត់អីគេឧទាហរណ៍ដូចជាតាក់ទងទៅជាមួយនឹងចំណាយទឹកភ្លើងអីជាដើម utility expense ចំណាយទឹកភ្លើងនៅពេលដែលយើងបានវិក័យប័ត្រមកយើងអត់តន់ទូទាត់លុយអញ្ចឹងចំណាយកើតមានឡើងតែក្រុមហ៊ុននៅមិនតន់បានទូទាត់អញ្ចឹងកើតឡើងជាបំណុលអញ្ចឹងជា account payable ឬក៏យើងបង្កើតជា utility payable អីជាដើមអញ្ចឹងចំណាយកើនធ្វើឲ្យបំណុលកើនដែរអញ្ចឹងនៅក្នុងនេះមានន័យថាអត់មានបំណុលណាមួយធ្វើឲ្យមានចំណូលទេអញ្ចឹងបំណុលដែលកើតមានឡើងគឺធ្វើឲ្យទ្រព្យកើន
បំណុលដែលកើតមានឡើងគឺដោយសារចំណាយកើនហើយនៅពេលណាដែលចំណាយកើនគឺធ្វើឲ្យទុនយើងថយហើយពីព្រោះចំណាយធ្វើឲ្យទុនថយចុះតែចំណូលទៅធ្វើឲ្យទុនកើនឡើងចាចំណូលទៅធ្វើឲ្យទុនកើនឡើងចឹងហើយបានជានៅក្នុងនេះដូចខ្ញុំបញ្ជាក់ពីខាងដើមថានៅពេលណាដែលមានបំណុលគឺយើងត្រូវតែគ្រប់គ្រងនិងប្រើប្រាស់ឲ្យបានល្អប្រសើរនិងពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយទៅលើការប្រើប្រាស់វាពីព្រោះបំណុលមិនមែនជាចំណូលទេបំណុលមិនមែនជាចំណូលទេនៅពេលដែលយើងខ្ចីបំណុលគេយកមកធ្វើការរកស៊ីឬក៏ដំណើរការអាជីវកម្មយើងត្រូវតែគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយថាបំណុលនោះគឺយើងទទួលយកមកដើម្បីនឹងធ្វើឲ្យមានចំណូលកើតមានឡើងមានន័យថាបំណុលដែលយើងខ្ចីគេហ្នឹងគឺបានមកជាទ្រព្យរបស់យើងហើយឧទាហរណ៍ថាយើងខ្ចីលុយគេមកចំនួន100000រៀលអញ្ចឹងមានន័យថាយើងបានលុយមក100000រៀលតែជាបំណុលទេតែ100000រៀលមិនមែនជាចំណូលរបស់យើងទេអញ្ចឹងយើងខ្ចីមក100000រៀលហ្នឹងគឺយើងបានលុយមក100000រៀលហ្នឹងហើយជាទ្រព្យរបស់យើងដែលយើងយកទ្រព្យហ្នឹងទៅបង្កើនជាចំណូលទិញរបស់យកមកលក់ទិញយកមកអីចឹងទៅបង្កើនជាចំណេញចានៅពេលដែលយើងមានផលចំណេញហ្នឹងហើយដែលយើងអាចនឹងយកទៅចំណាយបានចឹងហើយបានជាខ្ញុំតែងតែនិយាយទៅលើការប្រើប្រាស់បំណុលពេលណាយើងមានបំណុលមានន័យថាបំណុលដែលយើងខ្ចីយកមកប្រើប្រាស់ត្រូវប្រកាសថាមានចំណូលកើតមានឡើងហើយចំណូលដែលកើតមានឡើងគឺអាចទូទាត់ទៅលើខ្ទង់ចំណាយចាដែលយើងនៅសល់ចំណេញហើយការដែលយើងសល់ចំណេញនេះអាចនឹងយកទៅទូទាត់ការប្រាក់អាចនឹងយកទៅទូទាត់លុយដើមឲ្យទៅអ្នកដែលជាម្ចាស់បំណុលហើយសល់លុយមួយចំនួនយើងអាចចាយវាយខ្លួនឯងក៏ដូចជាសន្សំទុកអញ្ចឹងនេះគឺជាលក្ខខណ្ឌនៃការដែលយើងប្រើប្រាស់បំណុលអញ្ចឹងហើយបានជាបំណុលដែលយើងយកមកប្រើប្រាស់គឺយើងត្រូវតែធានាថាមានចំណូលកើតមានឡើងមានចំណូលកើតមានឡើងប៉ុន្តែបំណុលដទៃទៀតក៏មិនមែនយើងខ្ចីយកមកដើម្បីនឹងបង្កើតទៅជាចំណូលដែរឧទាហរណ៍យើងខ្ចីលុយដើម្បីទិញផ្ទះដោយសារយើងធ្វើការយើងមានចំណូលរបស់យើងអញ្ចឹងយើងខ្ចីបំណុលនឹងយកមកដើម្បីទិញផ្ទះដោយសារតែចំណូលដែលយើងបានមកពីការងាររបស់យើងនេះគឺយើងអាចទូទាត់ទៅលើចំណាយប្រចាំថ្ងៃរបស់យើងហើយយើងសល់យកទៅទូទាត់ទៅលើលុយដើមនឹងការប្រាក់ដែលយើងខ្ចីយកមកទិញផ្ទះនឹងដែរចាអញ្ចឹងនេះគឺដូចជាការសន្សំមួយប្រភេទទៀតដែលធ្វើឲ្យយើងកាន់តែមានជីវភាពល្អប្រសើរជាងមុនព្រោះយើងប្រើប្រាស់បំណុលដើម្បីបង្កើនជាប្រយោជន៍តែមិនមែនយើងប្រើប្រាស់បំណុលដើម្បីជាការចាយវាយនៅក្នុងរូបភាពណាមួយទេចាអញ្ចឹងនៅក្នុងលក្ខខណ្ឌដែលខ្ញុំបង្ហាញជូនតាក់ទងទៅជាមួយនឹងកណនីបំណុលនៅក្នុងថ្ងៃនេះគឺចង់បញ្ជាក់ជូនទៅកាន់បងប្អូននិងបណ្ដាបងប្អូនទាំងអស់ឲ្យបានយល់ថាតើអ្វីទៅគឺជាបំណុលចាសង្ឃឹមថាការបង្ហាញទៅលើសម័យការកណនីរបស់នាងខ្ញុំមុននេះអមាញ់មិញគឺពិតជាផ្ដល់ជាមូលដ្ឋានសម្រាប់ជាគន្លឹះនៅក្នុងដំណើរការជាកិច្ចបញ្ជីការកណនីរបស់អស់លោកអ្នកនៅក្នុងនេះផងដែរគឺចង់បញ្ជាក់ជូនថានៅក្នុងប្រតិបត្តិការអាជីវកម្មឬក៏នៅក្នុងដំណើរការរបស់អាជីវកម្មកិច្ចបញ្ជីការគណនេយ្យគឺពិតជាសំខាន់នៅក្នុងដំណើរការជាកិច្ចបញ្ជីការមានន័យថាយើងធ្វើយ៉ាងណាដើម្បីផលិតនៅរបាយការណ៍រដ្ឋដែលបានត្រឹមត្រូវគឺយើងត្រូវតែមានការទទួលស្គាល់និងចាត់ថ្នាក់រៀបចំទៅលើគណនីនីមួយៗឲ្យមានលក្ខណៈត្រឹមត្រូវនិងច្បាស់លាស់នៅពេលណាដែលយើងរៀបចំធ្វើការវិភាគធ្វើការកត់ត្រាប្រតិបត្តិការដែលកើតមានឡើងទៅតាមប្រភេទគណនីនីមួយៗបានត្រឹមត្រូវហើយនោះការរៀបចំនៅរបាយការណ៍របស់យើងក៏មានលក្ខណៈច្បាស់លាស់និងត្រឹមត្រូវផងដែរដែលអាចជាមូលដ្ឋានសម្រាប់ឲ្យសហគ្រាសឬក៏អាជីវកម្មធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវទៅលើការប្រើប្រាស់ទៅលើគណនីទាំងអស់នោះអញ្ចឹងនៅក្នុងនេះផងដែរកិច្ចបញ្ជីការគណនេយ្យគឺជារឿងដែលមានសារៈសំខាន់សម្រាប់អង្គភាពចឹងសង្ឃឹមថាបងប្អូននិងបណ្ដាបងប្អូនទាំងអស់យកចិត្តទុកដាក់ទៅលើដំណើរការជាកិច្ចបញ្ជីការដើម្បីធានាបានទៅលើដំណើរការអាជីវកម្មរបស់យើងឲ្យមានភាពរីកចម្រើនឬក៏ដើម្បីធានាបានទៅលើការសម្រេចចិត្តនៅក្នុងដំណើរការអាជីវកម្មរបស់យើងឲ្យមានលក្ខណៈត្រឹមត្រូវដើម្បីជួយជ្រោមជ្រែងឲ្យអាជីវកម្មរបស់យើងរីកចម្រើនទៅមុខចឹងជារឿងដែលសំខាន់ហើយនៅក្នុងคลิปវីដេអូមុនក៏នាងខ្ញុំបានបង្ហាញអំពីដំណើរការនៃការកត់ត្រាទៅលើគណនីនីមួយៗឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ផងដែរចឹងសង្ឃឹមថាបងប្អូននិងបណ្ដាបងប្អូនទាំងអស់នឹងទទួលបាននៅអ្វីដែលនាងខ្ញុំចែកជូនកន្លងមកក៏ដូចជានៅក្នុងការរៀបចំក្នុងវេលាថ្ងៃនេះផងដែរអរគុណច្រើនជួបគ្នានៅក្នុងคลิปវីដេអូក្រោយជាបន្តទៀតចា៎